មេត្តភាពព្រោះសម្រាប់មេត្តភាពយើងសម្រាប់3ខែហើយជាទូទៅអ្នកមួយចំនួនគឺគាត់ធ្វើការដល់ថ្ងៃកើតហ្មងបានគាត់សម្រាប់ដើម្បីឲ្យពេលសម្រាលហើយមានសម្រាប់យូរខ្ញុំតាមរយៈបទពិសោធន៍ហ្នឹងខ្ញុំលើកទឹកចិត្តឲ្យសម្រាប់មុននឹង2អាទិត្យ3អាទិត្យអីទៅនិយាយទៅចាប់ពីកូន37អាទិត្យជាង38អាទិត្យហ្នឹងយើងគួរតែចាប់ផ្ដើមសម្រាប់មេត្តភាពឲ្យហើយព្រោះអីពេលយើងទៅធ្វើការតែពិតការងារហ្នឹងវាអត់ធ្ងន់ក៏ដោយប៉ុន្តែការងារវាធ្វើឲ្យយើងភ្លេចស្ដាប់ចលនារបស់កូនណាតែកាលណាយើងវក់ការងារគឺយើងរវល់ហើយតែយើងរវល់យើងភ្លេចហើយអាពេលទឹកអីចុងក្រោយហ្នឹងដើម្បីត្រៀមផ្លូវកាយផ្លូវចិត្តហើយតាមបានការរើបំរាស់ការកម្រើករបស់កូនហ្នឹងឲ្យបានដិតដល់មែនតើសម័យមើលបើសិនជាខ្ញុំអត់តាមដានទេថ្ងៃហ្នឹងខ្ញុំមិនដឹងមានរឿងអីកើតឡើងទេហើយហ្នឹងក៏វះភ្លាមទៅឆ្លៀតហ្នឹងខ្ញុំសូមអរគុណដល់ក្រុមហ៊ុនធានារ៉ាប់រងសុខភាពដែលខ្ញុំប្រើ Safety Net ហើយវីដេអូនេះគេមាន sponsor ទេប៉ុន្តែត្រូវអរគុណគេហើយអីគេបានជួយចេញថ្លៃកើតអាអូននុហ្នឹងរហូតដល់ 90% ដោយសារតែការវះហ្នឹងវាស្ថិតនៅក្នុងការវះសង្គ្រោះបន្ទាន់ដល់អញ្ចឹងទៅខ្ញុំចេញតែ 10% ទេ 90% ទៀតគឺធានារ៉ាប់រងសុខភាពគាត់ចេញអញ្ចឹងល្មមអរគុណគេដែរហើយខ្ញុំនិយាយហ្នឹងមិនមែនដោយសារខ្ញុំជា DJ ណាណាណាដោយសារខ្ញុំជាអតិថិជនពីព្រោះពេលដែលខ្ញុំបង់លុយនៅពេទ្យហ្នឹងក្រុមហ៊ុនគេអត់ដឹងខ្ញុំ DJ ណាណាអីទេហើយក៏អត់មានតាក់ទងមួយក្រុមហ៊ុនដែរគឺខាងពេទ្យហ្នឹងយើងប្រើឯកសារធានារ៉ាប់រងអីទៅគឺគេឃើញថាអូខេខ្ញុំទទួលបានការការពារ 90% ក្នុងករណីបែបនេះអញ្ចឹងអានឹងមួយទៀតដែលខ្ញុំចង់ផ្ដាំផ្ញើអ្នកទាំងអស់គ្នាយើងគួរតែមានធានារ៉ាប់រងសុខភាពសម្រាប់យើងខ្លួនឯងណាទោះបីជាក្នុងលក្ខខណ្ឌណាក៏ដោយចៃដន្យអញ្ចឹងវាកើតឡើងដោយអត់បានព្រៀងទុកទេហើយយ៉ាងហោចណាស់យើងមានសមត្ថភាពផ្លូវចិត្តហើយយើងមានសុខភាពផ្លូវចិត្តមួយដែលថាយើងមិនបាច់បារម្ភរឿងលុយកាក់ព្រោះការដែលសង្គ្រោះបន្ទាន់វាអស់លុយច្រើន